ថ្ងៃនេះតើនៅពេលការសិក្សានឹងខ្ញុំបានធ្វើដំណើរទៅផ្ទះដោយសារខានទៅលេងផ្ទះយូរហើយអញ្ចឹងនឹកម៉ែប៉ាហើយតោះយើងទៅមើលម៉ាក់ខ្ញុំធ្វើម្ហូបទាំងអស់គ្នាហើយនេះជាស្នាដៃម៉ាក់ខ្ញុំដែលគាត់ធ្វើម្ហូបញ៉ាំបាយពេលថ្ងៃដោយសារខ្ញុំចេញមកពីខេត្តគឺម៉ោង12ហើយឥឡូវគឺម៉ោង12កន្លះហើយម៉ាក់ខ្ញុំនៅធ្វើម្ហូបនៅឡើយយើងធ្វើឲ្យមួយមុខអីគឺឡុកឡាក់អាហ្នឹងគាត់ឆាបន្លែហើយនេះជាបន្លែដែលគាត់ត្រូវឆាជាមួយហើយបន្លែហ្នឹងគឺយើងឆាជាមួយនឹងសាច់ជ្រូកប៉ុន្តែគាត់នៅលីងគ្រឿងលីងអីអត់ទាន់ហើយឯងហើយឥឡូវគាត់ចាប់ផ្ដើមចាក់សាច់ចូលហើយភ្លេច5ពុកម៉ែបងប្អូនឆ្នាំងហ្នឹងមិនមែនផ្លាក់អីទេគឺយើងឆាឡុកឡាក់មុនម៉ាក់គាត់ឆាឡុកឡាក់ហើយឥឡូវគាត់ធ្វើបន្តនេះមើលអ្នកកាត់ស្លាត់ទេស្អីគេចូលទៅខាងណាបន្លែនៅផ្ទះបន្លែគេដូចមានតែ1រោគនេះនេះខ្ទឹមស្លឹកខ្ទឹមខាងនោះទៀតខ្ញុំថា1រោគស្លឹកខ្ទឹមល្អនេះតែមិនទាន់ល្អនេះជីស្អីនេះជីហើយនឹងជីឆាយពណ៌ត្រីនោះមកទេអានេះពីងប៉ោះទៅផ្លែទៅក្តឹបមាននឹងពីមនុស្សនៅផ្ទះមានអត់អីមនុស្សក៏មានដែរស្លាប់ទៅស្លាត់បែរយកទៅហូបឥឡូវមានទេទិញមែននេះស្លាត់ល្អនេះនៅផ្ទះអត់បន្លែតែនៅខេត្តអត់បន្លែបើអត់លុយគឺអត់មានបន្លែហូបឯចាអាយក្តៅម្លេះអត់ទាន់ធំល្អហើយចានោះដកចោលអស់ហ្នឹងស្អីម៉ែដកចោលវាទៅហូបអស់នេះជាពីងប៉ោះហើយពីងប៉ោះហ្នឹងទៅបំផ្លែបាន2ហើយវានៅផ្កាបន្តទៀតវាអត់ទាន់ផ្លែច្រើនដោយសារដើមវាទូចដែរដើមវាអត់ទាន់ធំអញ្ចឹងហើយគ្នាផ្លែប៉ុណ្ណឹងក៏ក្រាន់បានដែរហើយទៅតែផ្កាទៀតហើយមួយដើមទៀតគឺទូចប៉ុន្តែផ្កាត្រឡប់មកពីមើលបន្លែវិញគឺឃើញថាម្ហូបរបស់ម៉ែគឺឆ្អិនជាការស្រេចហើយនេះជាម្ហូបនៅតាមស្រុកស្រែហើយផ្ទះរបស់ខ្ញុំគឺធ្វើម្ហូបសាមញ្ញសម្រាប់ញ៉ាំហើយយើងក៏ចាប់ផ្ដើមដួសបាយដួសអីញ៉ាំហើយមានទាំងម៉ាក់ប៉ាខ្ញុំហើយមានទាំងបងមានទាំងប្អូនខ្ញុំហើយមានទាំងក្មួយហើយម្ហូបនៅថ្ងៃនេះគឺបានឡុកឡាក់ហើយនឹងឆាបន្លែហើយមានបាញ់ហយមួយទៀតតែបាញ់ហយហ្នឹងអត់ទាន់ញ៉ាំទេតើញ៉ាំបាយហើយមិនញ៉ាំហើយម្ហូបរបស់យើងក៏មានតែប៉ុណ្ណឹងអរគុណច្រើន